បាទសួស្តីដល់បងប្អូនថ្នាក់ទី10ទាំងអស់គ្នាក្នុងថ្ងៃនេះផងដែរលោកគ្រូលើកយកនៅលំហាត់ទី6បាទក្នុងមេរៀនទ្រឹស្ដីអាតូមនៅវិញ្ញាសាទី1ដែលថ្ងៃមុនយើងបានសិក្សារួចហើយនៅលំហាត់ទី2បាទអញ្ចឹងគេថាគេមានសមាសធាតុ2សមាសធាតុទី1មានសូដ្យូម2ក្រាមក្លរ 3.08 ក្រាមនិងអុកស៊ីសែន 1.39 ក្រាមទី2សមាសធាតុទី2មានសូដ្យូម1ក្រាមក្លរ 1.54 ក្រាមនិងអុកស៊ីសែន 2.78 ក្រាមចូលបង្ហាញថាទិន្នន័យនេះគាំទ្រច្បាប់ពហុសមាមាត្របាទតោះយើងចូលដល់ចំណុចបន្ទាប់បាទដើម្បីយើងអាចបង្ហាញថាវាគាំទ្រច្បាប់ពហុសមាមាត្រយើងមើលបំរាប់បាទអញ្ចឹងទី1នេះមានន័យថាសមាសធាតុទី1បាទម៉ាស់សូដ្យូមម៉ាស់ក្លរម៉ាស់អុកស៊ីសែនសមាសធាតុទី2ដូចគ្នាដែរម៉ាស់សូដ្យូមម៉ាស់ក្លរនិងម៉ាស់អុកស៊ីសែនដោយម៉ាស់នីមួយៗគឺវាមានចំនួនខុសៗគ្នាបាទនេះគឺជាត្រាងម៉ាស់សមាសធាតុទី1និងសមាសធាតុទី2បាទសមាសធាតុមានដូចជាបាទសូដ្យូមក្លរអុកស៊ីសែនសមាសធាតុយើងមាន3បាទគឺក្លរសូដ្យូមអុកស៊ីសែនសមាសធាតុទី1គឺយើងយកម៉ាស់របស់សូដ្យូមចែកឲ្យម៉ាស់របស់សូដ្យូមបាទអញ្ចឹង2ក្រាមចែកឲ្យ2ស្មើ1ឯចំពោះក្លរគឺយើងយកម៉ាស់របស់ក្លរចែកឲ្យម៉ាស់របស់សូដ្យូមពេលយើងចែកទៅស្មើ 1.54 ក្រាមឯទី3ដូចគ្នាអុកស៊ីសែនគឺយើងយកម៉ាស់របស់អុកស៊ីសែន 1.39 ចែកឲ្យម៉ាស់របស់សូដ្យូមអញ្ចឹងយើងទទួលបាន 0.695 ក្រាមចំណែកឯសមាសធាតុទី2យើងរក្សាទុកនៅដដែលបាទសូដ្យូមដែលមានម៉ាស់វា1ក្លរមាន 1.54 ក្រាមហើយនឹងអុកស៊ីសែន 2.78 ក្រាមរួចហើយយើងធ្វើផលចែកបាទធ្វើផលចែករវាងសមាសធាតុទី2នេះសមាសធាតុទី2ហើយនឹងសមាសធាតុទី1ដែលផលចែកនេះគឺយើងយកចំពោះសូដ្យូមចែកនឹងម៉ាស់សូដ្យូមក្លរចែកម៉ាស់ក្លរអុកស៊ីសែនចែកម៉ាស់អុកស៊ីសែនអញ្ចឹងដូចនេះឧទាហរណ៍ថាដូចបានបង្ហាញនៅក្នុងការបង្ហាញរបស់លោកគ្រូដូចជាយើងយកទី2ចែកនឹង1ឥឡូវ2ចែក1យើងយក1ចែកឲ្យ1យើងទទួលបាន1ក្រាមយើងទទួលបាន1ទី2ក្លរគឺយើងយក 1.54 ចែកឲ្យ 1.54 យើងទទួលបាន1ដូចគ្នាអុកស៊ីសែនវិញយើងយក 2.78 ចែកឲ្យនឹង 0.695 បាទយើងទទួលបាន4អញ្ចឹងនេះគឺជាលទ្ធផលដែលយើងទទួលបានគឺ1 1 4បាទអញ្ចឹងគេថាផលចែករវាងសមាសធាតុទីតែពិតទី2លើទី1បាទផលចែករវាងសមាសធាតុទី2លើទី1ឃើញថាយើងទទួលបានគឺ1 1 4បាទវាជាចំនួនគាត់តូចបាទអញ្ចឹងដូចនេះសមាសធាតុទី1និងសមាសធាតុទី2គឺគោរពតាមច្បាប់ពហុសមាមាត្របាទអរគុណដែលបងប្អូនបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងកត់ត្រានៅចំណុចសំខាន់បើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាច comment សួរនៅចំណុចខាងក្រោមបានបាទសូមអរគុណ